បើនិយាយពីថាសាឡដែលមានប្រហុកនេះខ្ញុំកម្រសូវបានធ្វើឲ្យតែថាសាឡហ្នឹងគឺប្រើប្រហុកអញ្ចឹងនេះខ្ញុំអត់សូវចូលចិត្តធ្វើទេតែសម្រាប់សាឡម្ជូរស្លឹកម្កាក់នេះគឺនេះខ្ញុំអត់ដែរឆៅឲ្យបងប្អូនព្រោះថាដល់ពេលដែលយើងស្លម្ជូរគ្រឿងឲ្យបងស្លឹកម្កាក់គឺថារសជាតិឆ្ងាញ់ណាស់បងប្អូនគ្រឿងផ្សំមានដូចជាសាច់គោស្លឹកម្កាក់ហើយនិងប្រហុកគ្រឿងបុកខ្ទឹមសហើយនិងម្ទេសស្លឹកម្កាក់ហ្នឹងហាន់ឲ្យតូចៗល្អិតហើយដាក់កាន់តែច្រើនកាន់តែជូរហើយឆ្ងាញ់លេងខ្ទឹមសឲ្យឈ្ងុយហើយទើបដាក់គ្រឿងបុកចូលឆាឲ្យឡើងឈ្ងុយហើយទើបដាក់ប្រហុកចូលដាក់ស្ករត្នោតប៊ីចេងហើយនិងទឹកត្រីបន្ទាប់មកឆាគ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលជាតិគ្នាសិនទើបចាក់សាច់គោចូលឆាឲ្យចូលជាតិហើយរងាស់រហូតដល់តែចេញទឹកប្រៃអស់ហើយណាបងប្អូនពេលធ្វើបែបនេះធ្វើឲ្យសាច់គោអត់មានក្លិនទេបន្ទាប់ពីចេញទឹកប្រៃអស់ហើយទើបចាក់ទឹកសធម្មតាចូលឲ្យស្មើជាមួយនឹងសាច់គោរងាស់រហូតដល់តែសាច់គោនឹងបានផុយល្អតែបើសាច់គោនឹងវាអត់ទាន់បានផុយទេយើងអាចបន្ថែមទឹកតិចៗរហូតណាបងប្អូនរហូតដល់សាច់គោនឹងបានឆ្អិនល្អទើបដាក់ស្លឹកម្កាក់ចូលរងាស់ឲ្យចេញជាតិជូរហើយទើបដាក់ស្លឹកម្រះព្រៅចូលហើយនឹងម្ទេសចូលហើយសំខាន់ណាស់មួយទៀតបងប្អូនស្លម្ជូរអត់អាចខ្វះទឹកត្រីម្ទេសបានទេព្រោះថាទឹកត្រីម្ទេសនេះជួយបង្កើនរសជាតិនៃស្លម្ជូរយើងមួយកម្រិតទៀតឲ្យកាន់តែឆ្ងាញ់ផងដែរព្រោះថានៅពេលដែលយើងហូបទឹកស្លបែបជូរហើយបន្ថែមនឹងម្ទេសហឹរៗទៀតអូយឆ្ងាញ់មែនទែនបងប្អូនបែកញើសហ្មងនិយាយទៅជាតិហ្មង